នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក៏ហៅលោកសានសាធុការចូលបំភ្លឺក្រោយរងការចោទប្រកាន់រឿងជំរិតទារប្រាក់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានកោះហៅលោករស្នីតូសានសាធុការអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចូលបំភ្លឺក្រោយរងការចោទប្រកាន់ថាបានជំរិតទារលុយពីប្រជាពលរដ្ឋចំនួន$500សហរដ្ឋអាមេរិកដែលជាអ្នករកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួចការកោះហៅនេះធ្វើឡើងបន្ទាប់ពីមានគណនី Facebook មួយចំនួនបានបង្ហោះផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហើយក៏បានចែករំលែកយ៉ាងផុសផុលផងដែរតាមសេចក្តីបំភ្លឺរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី22ខែមេសាឆ្នាំ2025ថាបន្ទាប់ពីបានពិនិត្យឃើញមានការបង្ហោះផ្សព្វផ្សាយព័ត៌មានខាងលើនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើការចាត់តាំងសមាជិកភាពក្រុមការងារដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតប្រមូលព័ត៌មាននឹងបានធ្វើការកោះហៅលោករស្នីតូសានសាធុការឋានៈអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចមកធ្វើការសាកសួរបំភ្លឺជំវិញករណីខាងលើដើម្បីនាយកដ្ឋានមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តនីតិវិធីបន្តបើតាមនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនាពេលថ្មីកន្លងទៅនេះបន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយព័ត៌មាននេះមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចែករំលែកព័ត៌មានជាបន្តបន្ទាប់ហើយមានអ្នកខ្លះក៏បានចូលទៅបញ្ចេញមតិខមមិនថាក្រុមខ្លួនក៏ធ្លាប់អស់ប្រាក់ដោយសារគាត់ដែរ